hiệp cho cây ngay tầm bật rồi ta nực ngọt bật nơi tạo vô ta hát ấy bông bà đai nơi không ai mà chân muốn nơi ta Prom anh nhạt ai côn xài khuôn anh hiệp ca cho mùi mình được phò đai chân nà dụ bà quạt ọt dồn hay nhưng mà vậy hưởng mùi tiết đai chia chùm đầy rồi sạp đai xem mẹp sọc máy mình được sấy đai take time khăn ca mơ chất khnia cho mùi nâng đáy cú môn nâng hiệp cá cứ chặt tốc tha chia hưởng đai cú oi mà xem mẹp bà bông bà đai xem mẹp cô xa bọn tá mình xây đài riêng ca nơiอายุ14 15ឆ្នាំជាមួយនឹងមនុស្សចាស់អាយុប្រហែលឪអានឹងចាត់ទុកថាជារឿងដែលគួរឲ្យស្ងើចសរសើរខ្ញុំដឹងថាអានឹងគឺជារឿង culture រឿងប្រពៃណីទំនៀមទម្លាប់ខ្មែរយើងហើយខ្ញុំក៏អត់មានមកចង់ challenge ថាចាស់ចាស់គាត់ខុសឬក៏ត្រូវមិនដែរក្នុងចំណុចហ្នឹងតែថ្ងៃនេះខ្ញុំមកនិយាយអំពីផលវិបាកនៃការរៀបការវ័យក្មេងនិងការរៀបការដោយមិនទាន់ស្គាល់គ្នាមុនការស្រាវជ្រាវបានបង្ហាញថាមនុស្សស្រីដែលរៀបការមុនអាយុ18ឆ្នាំឬក៏ហៅថា child marriage ហ្នឹងអាចនឹងប្រឈមមុខនឹងជំងឺធ្លាក់ទឹកចិត្ត2ទៅ3ដងច្រើនជាងមនុស្សស្រីដែលរៀបការនៅពេលពេញវ័យហើយក្នុងចំណោមភរិយាវ័យក្មេងទាំងអស់ហ្នឹងមានមួយក្នុងចំណោម3នាក់ដែលបានទទួលរងអំពើហិង្សាពីស្វាមីក្នុងទម្រង់ណាមួយអាចជាអំពើហិង្សាផ្លូវកាយផ្លូវចិត្តផ្លូវភេទឬក៏ផ្លូវសេដ្ឋកិច្ចយើងទាំងអស់គ្នាសុទ្ធតែដឹងហើយថាក្មេងស្រីដែលអត់ទាន់គ្រប់អាយុគឺគាត់អត់ទាន់ហ៊ានចប់ហើយក៏អត់ទាន់មានការងារធ្វើដែលអាចរកចំណូលចិញ្ចឹមជីវិតខ្លួនឯងបាននេះចឹងភាគច្រើនពេលតែគាត់កែហើយគឺគាត់ត្រូវពឹងលើប្តីទាំងស្រុងហើយអាហ្នឹងឯងដែលធ្វើឲ្យមនុស្សប្រុសហ្នឹងមានលេសឬក៏មានសិទ្ធិគ្រប់គ្រងលើគ្រប់ផ្នែកនៃជីវិតរបស់មនុស្សស្រីហ្នឹងឧទាហរណ៍ជាក់ស្ដែងពេលខ្លះយើងឃើញថាមនុស្សស្រីម្នាក់គាត់មានប្តីអ្នកមានមើលទៅជីវិតគាត់មានគ្រប់បែបយ៉ាងធូរធារហឺហាមានអ្នកបម្រើឆ្វេងស្ដាំមានលុយចាយពេញដៃតែធៀបពិតគាត់អាចជាប់គុកទាំងរស់កថាបានដែរដោយសារអីគាត់អត់មានសិទ្ធិសម្រេចចិត្តឬក៏ធ្វើអីដោយខ្លួនឯងបាននេះហើយមួយទៀតចាស់ភាគច្រើនអត់ចង់ឲ្យមនុស្សស្រីមាន relationship ឬក៏ dating មុនរៀបការគាត់គិតថានឹងវាអត់ល្អបើសិនជាមនុស្សស្រីម្នាក់គាត់ធំឡើង17 18ឆ្នាំហើយបានរៀបការពឹបហ្មងបាច់មានសង្សារមានអីអាហ្នឹងគាត់ថាល្អកូនគេល្អតែដូចខ្ញុំបាននិយាយពីដើមវីដេអូអញ្ចឹងខ្ញុំនឹងអត់មកវែកញែកពីប្រពៃណីទំនៀមទម្លាប់ហ្នឹងឯងខ្ញុំនឹងមកនិយាយពីផលប្រយោជន៍នៃការស្គាល់គ្នាមុនរៀបការតាមការស្រាវជ្រាវបានបង្ហាញថាដៃគូដែលបានមើលចិត្តគ្នាមុនពេលរៀបការកាន់តែយូរនឹងទទួលបានអាពាហ៍ពិពាហ៍ដែលមានសុភមង្គលនិងជោគជ័យច្រើនជាងអ្នកដែលអាចបានមើលចិត្តគ្នាមុនរៀបការហើយនេះគឺជាសារចុងក្រោយពីខ្ញុំទៅកាន់ឪពុកម្ដាយទាំងអស់គ្នាខ្ញុំដឹងថាឪពុកម្ដាយទាំងអស់គឺសុទ្ធតែចង់ឲ្យកូនល្អជាពិសេសបើមានកូនស្រីទៀតគឺរត់តែព្រួយបារម្ភចង់ឲ្យកូនមានសុភមង្គលមានជីវិតដែលសមប្រកបធូរធារមានអ្នកមើលថែជំនួសគាត់ខ្ញុំក៏មានកូនស្រីដែរអញ្ចឹងខ្ញុំយល់ប៉ុន្តែខ្ញុំអត់ជ្រើសរើសវិធីហ្នឹងសម្រាប់គាត់ទេខ្ញុំអត់ចង់ឲ្យកូនស្រីខ្ញុំរៀបការទាំងវ័យក្មេងឬក៏រៀបការឆាប់ប៉ុន្តែរៀបការខុសទេខ្ញុំចង់ចាំឲ្យគាត់ធំពេញវ័យសិនហើយស្វែងរកខ្លួនឯងឲ្យឃើញសិនថាខ្លួនឯងជាអ្នកណាក្តីស្រមៃជាអីចង់បានអីមុននឹងជ្រើសរើសគូសកលដោយខ្លួនឯងពួកអីខ្ញុំជឿថាមនុស្សស្រីដែលស្គាល់ខ្លួនឯងច្បាស់និងមានសមត្ថភាពជ្រើសរើសគូសកលដែលសមប្រកបនិងអាចរស់នៅមួយគ្នាដែលមានសុភមង្គលបានយូរអង្វែងហើយអាហ្នឹងឯងគឺជាអីដែលឪពុកម្ដាយគ្រប់ចង់បានមែនអត់